យើងមកដល់ជាតិភ្លើងវិញម្ដងភ្លើងយ៉ាងអញ្ចឹងអ្នករស័យភ្លើងយ៉ាងយើងមើលប្រភេទរស័យរឹងឬសោយបើប្រភេទរស័យសោយរស័យរបស់គាត់នឹងត្រូវការភាពធ្វើហើយនឹងភ្លើងហើយអញ្ចឹងអ្នករស័យភាពភ្លើងឆ្នាំនេះរស័យសោយត្រូវការភាពធ្វើនិងភាពភ្លើងយ៉ាងគឺភ្លើងព្រះអាទិត្យរស័យសោយគឺរស័យត្រូវជាតិឈើនិងភ្លើងបើកមើលនៅក្នុងអត្ថខ្លួនឯងមើលរស័យទៅឈើភ្លើងហ៎បើត្រូវទាំងឈើទាំងភ្លើងឆ្នាំ2025គឺជាឆ្នាំហេងខ្លាំងតែបើធាតុភ្លើងជាប្រភេទអ្នកដែលកើតពីធាតុភ្លើងជាប្រភេទរស័យរឹងមាំមិនត្រូវជាមួយភ្លើងទេតែត្រូវជាមួយដីទឹកមាសឆ្នាំ2025គឺជាឆ្នាំសូលចឹងអ្នកធ្វើយ៉ាងបើសិនជាកាលណាមិនត្រូវជាមួយនឹងធាតុឈើមិនត្រូវជាមួយធាតុភ្លើងទេឆ្នាំ2025នេះគឺមិនល្អហើយត្រូវបានបង្ខំធ្វើឲ្យធ្វើការនៅអ្វីដែលយើងមិនចង់ធ្វើហើយការងារដែលធ្វើធ្ងន់តែមិនទទួលបានផលតែនឹងប្រឈមមានបញ្ហាជាមួយមនុស្សចាស់គឺអ្នកមានអំណាចមានបញ្ហាលុយកាក់កើតឡើងបើសិនជាយើងប្រភេទភ្លើងសោយប្រភេទរស័យសោយវិញត្រូវការធ្វើភ្លើងគឺហេងចឹងយើងមើល